Ok,សួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំរៀបចំចេញទៅខាងអាងភៀសទៅមើលទីតាំងដែលគេបង់ត្រីទីតាំងបបកត្រីហើយនឹងទៅលេងផ្ទះមិត្តភ័ក្តិផងឥឡូវយើងចេញដំណើរទៅតាមផ្លូវឯកភ្នំបាទហើយខាងឆ្វេងដៃខ្ញុំនេះឯងគឺជាប្រាសាទឯកភ្នំហើយសម្រាប់សៅរ៍អាទិត្យបងប្អូនយើងមកបង់ត្រីតាមបន្លាយឯកភ្នំច្រើនតាមបន្លាយចាក់បេតុងតាមអីហ្នឹងគឺថាសបោត្រីព្រោះថាបន្លាយចាក់បេតុងហ្នឹងវាដៃព្រែកដែលចេញមកពីខាងអាងចេញមកពីខាងស្ទឹងសង្កែខេត្តបាត់ដំបងយើងហ្នឹងហើយឆ្ពោះទៅកាន់នឹងអាងភីឥឡូវយើងធ្វើដំណើរជិះតាមផ្លូវរកបន្លាយចាក់បេតុងហ្នឹងបាទហើយយើងទៅមើលទស្សនាមើលទាំងអស់គ្នាតែមានបងប្អូនយើងមកបងអត់ព្រោះខ្ញុំចេញមកថតថ្ងៃហ្នឹងចំថ្ងៃសុក្រចឹងបែរជាអត់មានបងប្អូនយើងមកបងទេនិយាយទៅតាមបន្លាយហ្នឹងពេលបុណ្យទានក៏មនុស្សច្រើនដែរគឺគេមកលេងតាមមាត់បន្លាយហ្នឹងមកញ៉ាំអីមកហូបអីព្រោះវាមានទេសភាពស្អាតមានវាលស្រែអញ្ចឹងទៅហើយយើងក៏ជិះទៅក៏យើងជួបបងប្រុសដែលគាត់បងតាមហ្នឹងក៏យើងចូលថតមកប៉ុស្តិ៍ពីរប៉ុស្តិ៍មើលសិនទៅតើបានត្រីឬមិនបានត្រីដោយសារគាត់បងកាឡាអំបិលកាឡាញឹកអញ្ចឹងគាត់បានកូនត្រីបាននេះដែរម៉ោងមួយសឡល្ងាចហ្នឹងម៉ោងគាត់ចេញពីធ្វើការមកពីអ្នកកូនមកបងត្រីលេងបាទហើយនេះក៏ជាបន្លាយមួយដែរដែលបែកចេញទៅតាមវាលស្រែសបោត្រីដូចគ្នាសបោអ្នកមកបងត្រីផុសច្រើនណាឥឡូវយើងមើលគាត់ដាក់មួយសំណាញ់មើលតើបានត្រីឬមិនបានត្រីឬគាត់ថាសបោត្រីឆ្លូញដែរតែវាទូចឥឡូវយើងចាំអ៊ុតមើលទាំងអស់គ្នាបានឬមិនបានបន្ទាប់ពីមើលគាត់បងហើយយើងចេញដំណើរទៅខាងមុខទៀតដើម្បីបន្តដំណើរទៅដល់ខាងវត្តឡហាននៅខាងអាងភៀសយើងហ្នឹងហើយនឹងទៅផ្ទះមិត្តភ័ក្តិខ្ញុំហើយខ្ញុំនឹងទៅថតប្រឡងដែលគេបបកបងដូចគ្នានៅខាងក្រោយវត្តឡហានឥឡូវយើងទស្សនាមើលទៅតាមផ្លូវទាំងអស់គ្នាបាទបន្លាយទឹកក៏ដែររីងហ៎បាទត្រីក៏សម្បូរហើយបងប្អូនយើងកំពុងធ្វើស្រែបូមទឹកដាក់ស្រែបូមអីតិចទៀតគាត់បូមច្រើនជាងហ្នឹងរីងទឹកជាងហ្នឹងដល់សម្បូរមនុស្សមកបងច្រើនហើយសបោត្រីរៀលនិយាយទៅប្រភេទត្រីស្ទឹងតែបើចំពោះអ្នកបងត្រៀបតាមកម្មចរាកន្លែងកម្មចរាហ្នឹងគឺសបោត្រីដៃវានៅគៀនថ្មហ្នឹងតែបងប្អូនយើងមកបងច្រើនតែដោយសារតែថ្ងៃនេះអត់មានមនុស្សមកបងទេបាទហើយនេះទស្សនាមើលតាមផ្លូវវាស្រែមានសัตว์មានអីគាត់កំពុងតែភ្ជួររាស់អញ្ចឹងទៅសัตว์ចុះមកស៊ីកូនត្រីស៊ីអីអញ្ចឹងទៅឃើញថាបងប្អូនប្រជាពលរដ្ឋយើងធ្វើស្រែច្រើននៅហាងអាំងភៀសបាទហើយឥឡូវយើងឡើងមកដល់លើទំនប់អាងអីហើយក៏ឃើញមានបងប្អូនយើងដាក់មងដាក់អីឃើញបានត្រីច្រើនដែរឃើញគាត់ដោះមកតែដោយសារបានសុំគាត់មើលតែឃើញគាត់ដោះដាក់ក្នុងធុងរបស់គាត់ហ្នឹងបាទហើយខែតិចចេះផងយប់ឡើងត្រីដើរអញ្ចឹងជាប់មងច្រើនបាទហើយនៅអាងភៀសហ្នឹងគឺជាកន្លែងមួយដែលបងប្អូនយើងនេសាទបកត្រីរកខ្យងរកអីឥឡូវយើងបន្តដំណើរទៅមុខទៀតហើយតិចទៀតខ្ញុំបង្ហាញកន្លែងដែលប្រឡងដែលគេលេងមកវឹកគេបើកទឹកសបោអ្នកមកលេងច្រើនដូចហាកធិនហ្នឹងបបកត្រីឆ្ដោម្នាក់បានច្រើនមួយអត់ក្រោម1គីឡូទេត្រីឆ្ដោធំក៏ហ្នឹងបងប្អូនយើងមកច្រើនល្បីបណ្ដោយកាលហ្នឹងមនុស្សមកដូចខែកធិនបាទឥឡូវបងប្រុសគាត់បបកលេងគៀនបាទមានសទួយគប់ចោលមានឈោបបកបាទឃើញគាត់បានដែរបាទនៅក្នុងក្រុងគាត់ហ្នឹងតែបានឈប់សុំគាត់មើលឯងខ្លាចគាត់អត់ឲ្យមើលដោយសារយើងថតចឹងខ្លាចគាត់អត់ឲ្យថតពីច្រើនយើងថតចឹងទៅសុំគាត់ថតឬក៏សុំគាត់មើលត្រីអីគាត់ថាឲ្យគាត់ឲ្យចឹងអត់ហ៊ានទេបាទឲ្យមើលពីចង្ងាយបាទឥឡូវយើងមកដល់ជិតដល់ហើយនេះបាទកន្លែងសំណង់មួយនេះសំណង់ហ្នឹងឯងគឺជាកន្លែងដែលគេលេងត្រីឆ្ដោខ្លាំងមែនទែនបាទហើយក៏ហ្នឹងគេបើកទឹកត្បូងគឺថាត្រីឆ្ដោវាជ្រួលមកលេងទឹកវាមិនរងថាចុះទៅខាងក្រោមបាទហើយនេះហើយនេះបាទឥឡូវអត់មានអ្នកលេងទេដោយសារតែវាស្ដុកបែបហើយនេះខាងក្រោមដែលទឹកហូរទៅបាទគឺថាមនុស្សកាលនោះច្រើនបាក់ទៅលេងជាមួយខ្ញុំដាក់វីដេអូហ្នឹងឲ្យបងប្អូនទស្សនាមើលទាំងអស់គ្នាហើយនិយាយទៅវាស្ដុកពេកអញ្ចឹងអស់ត្រីអត់មានអ្នកមកលេងទេ
Và video nâng phong đá bao nhiêu vô vì nông TikTok bỏ bông pro mà nè để có từ bộ nó hàng nắng và hay bông từ này mà tới khi tham mình nuôi màu tròn mình tên và hay ti tăng nó cứ là bay mà năm nó cứ là bay khá là